ស្រូមឲ្យនូសាទាញនូសាដាក់នូសាគោអាយយនូសាអូយមកជើងផ្ទះនេះក៏និយាយវាថាស្អាតអាម៉ាត់ឌីឡូអាម៉ាត់បបាក់ជាមួយនឹងនេះកន្លះបីពេអាម៉ាត់គោលអូយយក្របបាល់អាម៉ាត់ឌីឡូនេះស្អាតជាងក្របបាល់របស់នូសាទៅទៀតអូយអាម៉ាត់ឌីឡូជាមួយនឹង Frank Casey តិចស្មៅមែនទេបងប្អូនយើងហើយអាទាំងខាងចុងក្រោយនេះស្រុំទីហៅទៅបាត់ទៀតអាម៉ាត់ឌីឡូអូយអាម៉ាត់ចេញមកហើយយើងទៅមើលជំរឿស11អ្នកដំបូងរបស់កីឡាករក្រុមជម្រើសជាតិកូឌីវ៉ាមុនសិនគេប្រើអ្នកចន្ទីយ៉ាហៀហ្វូហ្វាណាខ្សែការពារមានហ្គូឡាឌូអេបងបង្កើតតែម្ដងជាមួយនឹងដេសេរ៉េឌូអេមានហ្គូសូណូមានអាប៉ាឌូស្លាប់ខាងឆ្វេងហេសៃកូណាន់បំរើការពារម៉ារូកអ៊ីប្រាហ៊ីមសាំងការ៉េហើយបំរើប្រយុទ្ធ4រូបឯណោះនីកូឡាស់ពេមាន Frank Casey ប្រធានក្រុមមាន Chris Olay ជាមួយនឹង Yan Diomande ស្លាប់ខាងឆ្វេងប្រយុទ្ធទៅនៅខាងលើមាន Engay Boni ប្រព័ន្ធលេងរបស់ក្រុមជម្រើសជាតិ Ivory Coast គាត់ប្រើ4-1-4-1អាយ៉ា Ivory Coast ស្តៀងក្រុមណាមមិនដឹងទេបាទដឹកនាំដោយអ្នកចាត់ការទូទៅលោកបាទ Emerse Fae ក្រុមជម្រើសជាតិ Norway គាត់ប្រើអ្នកចាំទី Ojan Nilen ខ្សែការពារបាទ David Wolfe មានបាទ Christopher Archer មាន Marcos Pedersen Lisaker Hogem ខ្សែបំរើ3រូបប្រធានក្រុម Martin Odegaard មាន Zanderberg មាន Patrick Berg ប្រយុទ្ធ3រូបនៅខាងលើមកហើយពេញសាច់របស់គេណែ Alexander Saloth មាន Erling Haaland នៅកណ្ដាលមានAntoine Nusa តម្រង់លេងរបស់គាត់ 4-3-3 ដឹកនាំដោយអ្នកចាត់ការទូទៅលោក Stel Solbakken លេងពី Alexander Saloth ឲ្យទៅ Pedersen កាត់ជូល Erling Haaland Martin Odegaard លីមកជើងឡើងទៅខាងលើអូ Erling Haaland ចុះអ្នកមើលមុខដែរបាទអ៊ំស៊ីនឹងមុខដែរហ្នឹងណា Erling Haaland ច្រែងចំហនេះតែអត់បានជោគជ័យ Wolfe មកដល់ស្លាប់ខាងឆ្វេងនេះកន្លះពេនីកន្លះនេះកន្លះពេនីកន្លះនេះកន្លះទៅលក្ខខាងក្រោមឲ្យទៅ Frank Casey បន្តឲ្យទៅ Gula Due ឲ្យទៅ Nicolas Pepe គឹប Nicolas Pepe គឹបមួយទៀត Nicolas Pepe អយយ Nicolas Pepe ឲ្យទៅអូយមិនទៅមុខ Due Pepe ចូលទៅខាងក្នុង Pepe Nicolas Pepe អូយ Nicolas Pepe ប៊ីសនឹងបានសុទ្ធទៅហើយមុនទៅមកខាងពិបាកឲ្យកូណាន់អាយ៉ាកូណាន់អូវាយ Norway ផងបាទការលេងរបស់គាត់ណែមកជើងនេះប៊ីស Nilen អើយ Nilen Frank Casey ឲ្យទៅ Diomande កុំឲ្យចេញDiomande ក្រកន្លែងនឹង Nicolas Pepe អូយ Nicolas Pepe សាន់Christopher Archer ដល់ទៅហំធំចំក៏ដុំឆែពួកនេះបុកម្លេះវិញ Martin Odegaard ឲ្យទៅស្លាកខាងស្ដាំ Alexander Saloth ក្បាលធំAlexander Saloth ចេះអត់ Saloth Erling Haaland មើលវាស្ទើរអត់មានកាត់បាល់ក្រង់សោះមានតែបាល់លើឲ្យឯងលបលចូលនោះពី3នាក់នោះមានកូសាណូផងមានកូឡាឌូអេផង Erling Braut Haaland ស្រូមឲ្យនូសាទាញនូសាដាក់នូសាគោអាយយនូសាអូយមកជើងផ្ទះនេះក៏និយាយវាថាស្អាតអូនពុកម៉ែបងប្អូនយើងចាំមើលភាពយឺតម្ដងទៀតចុះណែលេងពី Martin Odegaard ឲ្យទៅនូសាទាញចូលក្នុងប្រអប់នូសាស្អាតខ្លាំងនូសាអើយផ្ទះផ្លាកោងមកកៅមុំកៅណែស្អាតនូសាឲ្យគាត់ធ្វើមួយរឿងថាបងឯងនិយាយច្រើនណាស់តែខ្ញុំមិនទាន់សុទ្ធផងបងឯងនិយាយច្រើនឥឡូវដាក់មួយឲ្យបងឯងស្ងាត់ប៉ុន្តែខ្ញុំក៏មិនស្ងាត់គឺខ្ញុំមកថាតិបាយរាយរាប់អំពីក្របបាល់នេះឲ្យពុកម៉ែបងប្អូនយើងជ្រាបជួនកាលបងប្អូនយើងនៅក្នុង Telegram អីគាត់គេងមើលបាល់ហើយមកសន្ទុះក្រោយនោះបាល់មើលគាត់វិញហ
ដល់ពេលអញ្ចឹងទៅស្រែកមកវាស់គាត់ភ្ញាក់ជុំក៏ដុំឆៅខាងណាចូលខាង Norway អ្នកចាំបាំង Viking អ៊ីក្រែនរុស្ស៊ីនេះលើកទៅខាងលើ Alexander Salot Erling Braut Haaland អូយឡា Haaland បិទបាន2-0 ណែ Martin Odegaard ឲ្យទៅ Alexander Salot អត់មាន offside ទេ Erling Braut Haaland ជួយបានពី Ibrahim Sangare ម្នាក់ Man City ម្នាក់ទៀត Nottingham Forest Erling Braut Haaland ជួយបានទៅទៀតពី Patrick Berg លើកចូលទៅខាងក្នុងភ្លឹបអើយ Salot ទៀតស្នាមដងទៀតAlexander Salot ប្រឆាមិនតិចទេទៅម្ដងទៀតទេប៊ីកបុកបកគោលទី Haaland ជាមួយនឹងខ្សែការពារ Lizaker Hey game Nicolas Pepe លើតែមកក្បាលលោកគ្រូបាល់ goal kick អ្នកគ្រប់ត្រូលឡើងបែកញើសហើយមានអីទៀតនេះក្រុមឆែប